ណាឯដល់មានច័ន្ទដាសួរថាសម្ដេចអាបិទនឹងដាក់ត្រឹមខេត្តបានហើយកុំឲ្យគេបន្ទោសថ្នាក់ជាតិខ្ញុំថាបងយ៉ាដាខ្ញុំបញ្ជាខ្ញុំទទួលខុសត្រូវដាក់ខ្ញុំជាមកបាទបើខ្ញុំបញ្ជាព្រោះនៅកម្ពុជាមិនមែនថ្នាក់ក្រមធ្វើស្រាយទៅចិត្តទេមិននៅប្រទេសខ្លះនាយករដ្ឋមន្ត្រីនិយាយមួយទៅហ៊ានធ្វើផ្សេងទេដាក់ត្មងទៅខ្ញុំញាក់បញ្ជាហើយចេញមកគាត់មិនសូវហ៊ានបញ្ជាខ្ញុំចេញសារមួយទៀតខ្ញុំបញ្ជាឲ្យគាត់បិទច្រកទៅថែមបាទខ្ញុំមិនមែនជាអ្នកទៅបំផុសស្មារតីជាតិនិយមទេខ្ញុំគ្រាន់តែធ្វើការខ្ញុំតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើទេគឺដឹកនាំពេលការលំបាកដឹកនាំដល់ប្រងទិសនឹងដោះស្រាយបញ្ហាអញ្ចឹងបើសិនជាការដឹកនាំរបស់ខ្ញុំធ្វើឲ្យប្រជាជាតិរបស់ខ្ញុំនៅពីក្រោយរបស់ខ្ញុំបានន័យថាខ្ញុំធ្វើកាតព្វកិច្ចខ្ញុំត្រូវហើយកុំបន្ទោសខ្ញុំថាលេងល្បែងជាតិនិយមដើម្បីប្រជាប្រិយភាពនោះខ្ញុំគ្រាន់តែដោះស្រាយដឹកនាំជាតិរបស់ខ្ញុំនៅក្នុងការពារអធិបតេយ្យភាពនិងឧត្តមប្រយោជន៍ជាតិនោះទេហើយវាជាកាតព្វកិច្ចដែលបងប្អូនបកគលឲ្យខ្ញុំប្រជាជន7ទៅ10លាននាក់ឲ្យខ្ញុំសម្ដេចដេជោក៏ដូចគ្នាក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចបើសិនជាមានរឿងបែបនេះខ្ញុំឲ្យសម្ដេចដេជោទៅសង្ងំយកសុកទៅហ៎អញ្ចឹងខ្ញុំមិនបានទៅបំផុសស្មារតីជាតិនិយមទេតែប្រជាជនខ្ញុំនៅពីក្រោយរដ្ឋាភិបាលដែលមានខ្ញុំដឹកនាំដោយសារខ្ញុំធ្វើកាតព្វកិច្ចខ្ញុំដែលបងប្អូនធ្វើឲ្យនៅពេលវេលាដែលត្រូវការនេះជាកាតព្វកិច្ចដែលធ្វើតែប៉ុណ្្នឹងបាទហើយបញ្ចោតខ្ញុំថាយកលបែងនឹងដែលចូលយកលបែងជាតិនិយមអត់ទេបាទថ្នាក់ដឹកនាំទាំងអស់គ្រប់ក្រសួងស្ថាប័នខិតខំធ្វើការងាររបស់ខ្លួនមិនមែនដើម្បីបំផុសចលនានោះទេអ្នកកវីតុងទៅទទួលខុសត្រូវបិទខ្ញុំចេញសារក្រសួងចេញបន្តអ្នកខ្លះគេថាធ្វើការនឹងអត់ professional ធ្វើអ្នកឯងធ្វើអីក្រោយពីណាគេចេញពីណាគេធ្វើអីយ៉ាងម៉េចខ្ញុំមិនទៅលោកជំនាញទាំងអស់ទេការងារផ្សេងរឿងព្រំដែនឲ្យ JVC ធ្វើឲ្យគណៈកម្មការព្រំដែនការទូតឲ្យធ្វើប៉ុន្តែការសម្រេចចិត្តខ្លះដែលវាផុតពីព្រំដែនយើងត្រូវចេញមុខទទួលខុសត្រូវបាទបើខ្ញុំប្រកាសថាបិទព្រំដែនបើមានរឿងអីខ្ញុំជាអ្នកទទួលខុសត្រូវមិនមែនខេត្តទេបើខ្ញុំថាឈប់ឲ្យនាំចូលព្រៃមកមិនមែនក្រសួងប្រែនធម្មពលរដ្ឋមន្ត្រីទទួលខុសត្រូវទេខ្ញុំអ្នកទទួលខុសត្រូវអញ្ចឹងកុំខ្លាចបាទកុំខ្លាចវាយចុះចឹងហើយបាទឥឡូវនៅខាងនោះជេរតែខ្ញុំជេរតែដៃទៅជេរតែខ្ញុំធ្វើអីធ្វើទៅខ្ញុំការពារប្រយោជន៍ជាតិខ្ញុំអ្នកឯងស្រឡាញ់មិនស្រឡាញ់អត់ទេបាទខ្ញុំការពារតែផលប្រយោជន៍ជាតិរបស់ខ្ញុំព្រោះជាតិខ្ញុំប្រជាជនខ្ញុំផ្ដល់ការទុកចិត្តតាមរយៈការបោះឆ្នោតឆ្នាំ2023ហើយគាត់ត្រូវការមេដឹកនាំដែលកវីតុងដើម្បីធ្វើការនេះអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះបាទទូទៅបាទខ្ញុំទទួលខុសត្រូវអត់មានឲ្យពីណាជាមេដឹកនាំយើងអាចគេហៅប្រតិភូកម្មសិទ្ធិប៉ុន្តែយើងមិនអាចប្រតិភូកម្មការទទួលខុសត្រូវទេនិយាយឲ្យច្បាស់បើសិនជារដ្ឋមន្ត្រីណាមួយធ្វើខុសគោលការណ៍កុំបន្ទោសមិនអាចទម្លាក់ទៅគេទាំងស្រុងទេយើងគេថាយើងអសមត្ថភាពគ្រប់គ្រងរដ្ឋមន្ត្រីយើងជាអ្នកទទួលខុសត្រូវផ្ទៃក្នុងនិយាយគ្នាប៉ុន្តែសម្រាប់ទៅក្រៅយើងជាអ្នកទទួលខុសត្រូវបន្ទាប់កម្ពុជាធ្វើអីបញ្ហាប្រឡូបអីយ៉ាងម៉េចយើងជាអ្នកទទួលខុសត្រូវរដ្ឋាភិបាលអញ្ចឹងនេះហើយគឺជាកិច្ចការសំខាន់ទោះដោយសារយើងចេញខ្ញុំឲ្យសម្ដេចតេជោអាសាចេញពេលយើងប្រតិកម្មចាប់ផ្ដើមធ្វើវិធានការឡើងវិញនឹងហើយបានជាគេយកទៅថាពីរយៈនេះនាំគ្នាធ្វើ Facebook unprofessional ប្រើ Facebook ដើម្បីជាប្រិយភាពទៅជាអញ្ចឹងឆ្កយ
ខ្ញុំត្រូវការនិយាយជាមួយប្រជាពលរដ្ឋខ្ញុំអញ្ចឹងវិធីសាស្ត្រមិនអាចថាស្អីក៏ដោយត្រូវតែរៀបចំវេទិការាល់ថ្ងៃចេះដើម្បីខ្ញុំធ្វើអ្នកនាំពាក្យឲ្យរដ្ឋាភិបាលតែខ្ញុំបញ្ចេញសារបញ្ជាក់ក្រៅពីនេះយើងធ្វើបាទសារណាដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវខ្ពស់យើងត្រូវចេញទទួលកវីតុងតែម្ដងបាទអញ្ចឹងក្រសួងស្ថាប័នទាំងអស់ខេត្តទាំងអស់កងទ័ពទាំងអស់ដរាបណាឯកឧត្តមលោកជំទាវដឹកនាំអនុវត្តនៅគោលការណ៍ក្នុងគោលគំនិតរួមធ្វើទៅបាទនៅក្នុងដែនអធិបតេយ្យភាពសិទ្ធិដែលខ្ញុំប្រគល់ឲ្យយើងឆ្លងយោបល់អីផ្សេងកុំខ្លាចហើយកុំខ្លាចតែខ្ញុំជាអ្នកធ្វើឲ្យបញ្ជាឲ្យធ្វើកុំខ្លាចខ្ញុំអរគុណណាស់ដែលចង់ពើពាំងធូងអាដាមមានច័ន្ទយ៉ាដាគាត់ប្រាប់ថាសម្ដេចទុកឲ្យខ្ញុំចេញបើមានរឿងអីទុកឲ្យខ្ញុំទទួលកុំឲ្យដល់រដ្ឋាភិបាលខ្ញុំថាបងយ៉ាដាទៅហើយថាខ្ញុំជាអ្នកបញ្ជាផងទៅនៅក្នុងសបុតតែគាត់មិនដាក់ត្រូវឲ្យរដ្ឋបាលខេត្តខ្ញុំចេញមកដាក់សារមកខ្ញុំដាក់ពាក្យបញ្ជាតែម្ដងទី1រឿងបិទច្រកជប់កគីតទៅវិញគឺការឆ្លើយតបអាហ្នឹងគាត់ខេត្តបានលើកយោបល់ខ្ញុំឯកភាពប៉ុន្តែបិទថែមច្រកគប់កគីគឺមិនខេត្តជាអ្នកសូមដាក់ទេគឺបញ្ជាថែមព្រោះបើចូលគេធ្វើអញ្ចឹងលោតចុះលើឡើងយើងបិទមួយថែមមួយឲ្យ free តែម្ដងកុំពិបាកហើយកន្លែងដែលគាត់បិទ1ម៉ោង3ម៉ោងមួយអាទិត្យបើកតែ1ម៉ោងហើយប្រជាពលរដ្ឋយើងនៅនោះគាត់ស្រែកគាត់ថាបើកតែ3ម៉ោងចំណេញទៅពួកគាត់ហ្នឹងយកអីវ៉ាន់ចូលមកខ្មែរដែរអត់ខ្ញុំថាឥឡូវបិទតបទៅបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះរាល់កិច្ចការទាំងអស់នេះបាទរាជរដ្ឋាភិបាលមិនបានរត់មិនបាននេះទេកម្ពុជាមិនបានមានការគឺថាប្រកាសស្អីមួយបកគលសិទ្ធឲ្យអ្នកណាផ្សេងធ្វើទេយុរដ្ឋមន្ត្រីនៅដឹកនាំធ្វើទទួលខុសត្រូវបាននៅប្រទេសខ្លះមានសភាពការគឺរដ្ឋាភិបាលឥឡូវខ្ញុំសូមដកខ្លួនហើយបកគលសិទ្ធឲ្យអ្នកនេះធ្វើអីទៅអានឹងរឿងច្បាប់ស្រុកគេខ្ញុំមិនដឹងតែមានការរឿងអ្នកនោះមិនខ្ញុំចឹងបានកន្លែងខ្លះពេលខ្លះអ្នកលើមកនិយាយផ្សេងអ្នកក្រុមទើបចឹងបកគលសិទ្ធអស់ការបញ្ជាអត់ទេសិទ្ធនឹងការទួខុសត្រូវនៅតែមួយប្រតិភូកម្មសិទ្ធខ្ញុំឲ្យរឿងដោះស្រាយអីជួបពុកអីផ្សេងចាំបាទផ្សេងយ៉ាងនេះទៅពុកប៉ុន្តែការសម្រេចនឹងការទទួលខុសត្រូវយើងនៅតែជាពិសេសការទទួលខុសត្រូវនៅខាងលើអញ្ចឹងយើងវាស្រួលនៅយើងវាស្រួលបាទយើងពិបាកកន្លែងខ្លះយើងធម្មតាបងប្អូនយើងទៅចរចាស្អីមួយបើយើងទៅយើងមានសិទ្ធិសម្រេចស្រួលប៉ុន្តែយើងចរចាដៃគូរបស់យើងនិយាយទៅឯកភាពមួយយើងឲ្យទៅសុំការសម្រេចទៀតអាហ្នឹងចប់បាត់ហើយយើងចង់បានរកពីណាដែលមានសិទ្ធិសម្រេចពិតប្រាកដអញ្ចឹងបានរឿងចរចាស្អីព្រំដែនបើកស្អីយើងមួយយើងមិនមែនអ្នកបើកយើងមិនមែនអ្នកបិទអីគេតើឲ្យគេបើកទៅគេចង់ផ្ទៃក្នុងពីណាមានសិទ្ធិមិនខ្ញុំមិនដឹងទេឲ្យតែពីណាមានសិទ្ធិពិតប្រាកដបើកអានឹងជាប្រកក្តីឡើងវិញខ្ញុំទទួលតាមទៅបាទមិនថាគេផ្ទៃក្នុងអ្នកនយោបាយឬយោធាវាខ្ញុំមិនដឹងទេបាទអញ្ចឹងនេះហើយគឺជាកិច្ចការសំខាន់